នៅក្នុងទីក្រុងដ៏ស្ងប់ស្ងាត់មួយមានមនុស្សយន្តតូចមួយរស់នៅតែម្នាក់ឯងវាធ្វើដំណើរទៅមុខជារៀងរាល់ថ្ងៃដោយមិនដឹងខ្លួនថាខ្វះអ្វីមួយនៅក្នុងខ្លួនវាមានកន្លែងទំនេរមួយដែលមិនអាចបំពេញបានថ្ងៃមួយវាបានជួបមនុស្សយន្តចាស់មួយដែលបានឃើញពិភពលោកច្រើនជាងវាមនុស្សយន្តចាស់នោះបានដាក់របស់មួយចូលទៅក្នុងខ្លួនវាការយល់ដឹងក៏បានកើតឡើងក្នុងខ្លួនវាហើយវាបានដឹងថាសេចក្តីស្រឡាញ់អាចចាប់ផ្ដើមកើតឡើងពីការធ្វើរឿងតូចៗកូនមនុស្សយន្តតូចក៏ដឹងថារាល់ការជួយអ្នកដទៃគឺបានធ្វើឲ្យពិភពលោកភ្លឺឡើងកូនមនុស្សយន្តតូចយល់ថាសេចក្តីស្រឡាញ់មិនមែនជារបស់ដែលអាចទិញលក់បានទេប៉ុន្តែជាអ្វីដែលយើងត្រូវបង្កើតឡើងមកហើយនៅថ្ងៃនោះកូនមនុស្សយន្តតូចបានរកឃើញបេះដូងរបស់វាយ៉ាងកក់ក្ដៅ